ការបណ្ដុះបណ្ដាលថ្នាក់មូលដ្ឋានខ្ញុំត្រូវបានជួលដោយមានចំណូលជាប្រាក់ទឹកតែម្យ៉ាងគត់និងបានចូលរួមថ្នាក់បណ្ដុះបណ្ដាលមេរៀនពីការលក់ដែលមានខ្លឹមសារចែកចេញជា3វគ្គមាននេះនាមប័ណ្ណនេះខិត្តប័ណ្ណនោះទ្វារនៅពេលត្រៀមរួចរាល់ក្នុងការធ្វើការក្រោយពីឆ្លងកាត់ការបណ្ដុះបណ្ដាលខ្ញុំចាប់ផ្ដើមអាជីពលក់ដូរដោយចូលទៅជួបអតិថិជនដែលមិនស្គាល់ទៅគោះទ្វារការិយាល័យនៅពេលថ្ងៃដល់ពេលល្ងាចក៏ទៅគោះទ្វារផ្ទះម្ដងមេរបស់ខ្ញុំមិនអាចធ្វើគ្រប់អត្រាលក់ទេប៉ុន្តែគាត់បានប្រាប់ថាការលក់គឺជាហ្គេមទួលលេខហើយប្រាប់ទៀតថាកិច្ចការដែលត្រូវធ្វើគឺជជែកជាមួយមនុស្សឲ្យបានច្រើនហើយនៅទីបំផុតខ្ញុំនឹងជួបអ្នកដែលចង់ទិញយើងហៅការធ្វើបែបហ្នឹងថាវិធីលក់បែបបាច់ភក់ដាក់របងបើអ្នកចោលភក់ដាក់របងឲ្យបានច្រើនត្រង់ណាក៏បានដោយមូលហេតុមួយចំនួនភក់ខ្លះនឹងនៅជាប់របងចំណេះដឹងដែលទទួលបានមកមិនជាច្រើនអ្វីទេខ្ញុំមានត្រឹមតែប៉ុណ្្នឹងមានអ្នកខ្លះប្រាប់ខ្ញុំថាតាមពិតការលក់មិនមែនជាហ្គេមតួលេខទេប៉ុន្តែជាហ្គេមបដិសេធទៅវិញកាន់តែសន្សំពាក្យបដិសេធបានច្រើនប៉ុណ្ណាអ្នកនឹងកាន់តែមានឱកាសលក់ច្រើនប៉ុណ្ណោះនៅពេលខ្ញុំចេញលក់តាមទីផ្សារតាមការណែនាំនេះខ្ញុំបានទៅជួបអ្នកនេះទៅជួបអ្នកនោះដើម្បីឲ្យទទួលបានការបដិសេធច្រើនឡើងពួកគេប្រាប់ថាខ្ញុំមានទេពកោសល្យក្នុងការនិយាយផ្អែមទើបខ្ញុំប្រើវិធីនេះពេលមនុស្សចាប់ផ្ដើមមិនចាប់អារម្មណ៍ខ្ញុំនិយាយកាន់តែលឺឡើងនិងលឿនឡើងទោះខ្ញុំប្រញាប់និយាយជាមួយអតិថិជនគោលដៅដោយទឹកដមសំឡេងនិងអាកប្បកិរិយាបែបហ្នឹងក៏ដោយប៉ុន្តែខ្ញុំស្ទើរតែមិនទទួលបានផលអ្វីត្រឡប់មកវិញសោះឡើយ